ជឿថាបងប្អូនទាំងអស់គ្នាមិនថាមានកិច្ចការងារផ្ទាល់ខ្លួនមិនថាកិច្ចការងារឯកជនឬក៏កិច្ចការងាររដ្ឋទេគឺយើងតែងតែចង់បានមុខរបរមួយដែលជា business ផ្ទាល់ខ្លួនមិនថាធំឬក៏តូចទេគឺយើងតែងតែមានក្តីសម័យហ្នឹងតាំងពីតូចមកទោះយើងធ្វើការបណ្ដាក៏យើងចង់បាននៅ business ផ្ទាល់ខ្លួនមួយដែលអាចជួយដល់សង្គមជាតិក៏ដូចជាការគ្រប់គ្រងគ្រួសារខ្លួនឯងឲ្យកាន់តែប្រសើរឡើងហើយពេលខ្លះទៀតគឺគាត់មានក្តីសុបិនច្រើនប៉ុន្តែអត់ហ៊ានសម្រេចចិត្តថាធ្វើមួយណាឃើញគេបើកនេះចង់បើកនេះដែរឃើញគេធ្វើនោះចង់បើកមុខរបរនោះដែរប៉ុន្តែអត់ហ៊ានសម្រេចចិត្តហើយមួយទៀតគឺគាត់ហ៊ានសម្រេចចិត្តបានធ្វើទៅតាមក្តីសុបិនរបស់គាត់ហើយគ្រាន់ថាមានឧបសគ្គរាំងស្ទះខ្លះឧទាហរណ៍ថាខ្វះការគ្រប់គ្រងដឹកនាំពិសេសគឺដំណើរការមិនរលូនព្រោះគ្មានអតិថិជនឬក៏ខ្វះកម្លាំងចាត់ចែងមិនពេញលេញឬក៏មិនចេះគ្រប់គ្រងដឹកនាំផ្សេងៗហើយពិសេសចំណុចសំខាន់បំផុតគឺទៅលើការធ្វើទីផ្សារបែបណាហើយអីដែលសំខាន់ដូចគ្នាកាលណាដែលយើងធ្វើទីផ្សារមានភ្ញៀវមានអតិថិជនហើយបើសិនជាការផ្ដល់សេវាកម្មរបស់យើងឬក៏ការគ្រប់គ្រងរបស់យើងមិនល្អក៏វាអាចនឹងមិនរលូនដូចគ្នាអញ្ចឹងគឺមានផលវិបាកច្រើនថ្ងៃនេះដែរអ្នកគ្រូគាត់គឺជាគ្រូពេទ្យមួយរូបអ្នកគ្រូពេទ្យឆ្មបអញ្ចឹងគឺគាត់បានជ្រើសរើសសេវាកម្ម Specialist Advisor ពីខាង Focal Power Center យើងដែលយើងជាកន្លែងមួយដែលផ្ដល់ដំណោះស្រាយផ្ដោតទៅលើមិនថាអាជីវកម្មឬក៏ដំណោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនកំពុងតែជួបអញ្ចឹងគឺអ្នកគ្រូគាត់ជ្រើសរើសក៏ស្រឡាញ់ទៅលើការបើកអាជីវកម្មមួយដែលគាត់មានចក្ខុវិស័យមួយគឺគាត់ចង់ជួយស្ត្រីឲ្យបានច្រើនយល់ដឹងពីបញ្ហាសុខភាពស្ត្រីអញ្ចឹងគឺគាត់បានជួបប្រឹក្សា coaching ថ្ងៃដំបូងជាមួយនឹង coach របស់យើងហើយគាត់បានទទួលទៅលើសេវាកម្ម Specialist Advisor នេះគឺនឹងជួយទៅលើ business រៀបចំបានន័យថាប្រឹក្សា coaching ពីអីដែលគាត់ស្រឡាញ់ហើយគាត់ចង់បានអីចក្ខុវិស័យរបស់គាត់ហើយគាត់ចង់ឃើញអីទៅថ្ងៃអនាគតអញ្ចឹងសេវីរបស់យើងនេះគឺយើងមានរយៈពេល3ខែ coaching បង្វឹកដឹកដៃកាន់ដៃធ្វើជាមួយគ្នាអញ្ចឹងតើតើនឹងបញ្ចប់សេវាកម្ម Specialist Advisor របស់យើងនេះគឺបងប្អូនទាំងអស់គ្នាមិនបាច់បារម្ភទេមិនថាធ្លាប់ឆ្លងកាត់បទពិសោធន៍បរាជ័យឬក៏មិនទាន់សាកល្បងទៅលើអាជីវកម្មណាមួយដែលយើងស្រឡាញ់គឺបងប្អូនអាចប្រឹក្សា coaching បានហើយទទួលបញ្ចប់នេះគឺល្អមែនទែនបានន័យថាយើងផ្ដល់ជូនទីប្រឹក្សាផ្នែកជំនាញ business នឹងគឺរយៈពេល3ខែនៅជាមួយបងប្អូនគឺរៀបចំបែបណាទៅតាមប្រភេទសេវាកម្ម business របស់បងប្អូនអស់គ្នាគឺយើងមានការរៀបចំទៅលើ service ផ្សេងៗមានការ decor design ប្លង់ហើយតើទៅនឹងការរៀនទៅលើបច្ចេកទេសឬក៏សេវាកម្មផ្សេងៗដែលយើងត្រូវតែរៀនបន្ថែមហើយពិសេសគឺចំណុចខ្លាំងដែលភាពជាអ្នកដឹកនាំគ្រប់គ្រងចាត់ចែងទៅលើ business មុខរបរនីមួយៗហើយអីដែលសំខាន់គឺបងប្អូនទាំងអស់គ្នាត្រូវតែហ៊ានសម្រេចចិត្តទទួលខុសត្រូវទៅលើលទ្ធផលដែលយើងចង់បានន័យថាយើងចង់បាន business មួយអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែហ៊ានសម្រេចចិត្តហើយទទួលខុសត្រូវហើយយើងនឹងខិតខំធ្វើទាំងអស់គ្នាបានន័យថាមូលដៃអាវធ្វើចុះដៃធ្វើរយៈពេល3ខែហ្នឹងយើងនឹងទទួលបានលទ្ធផលល្អប្រសើរហើយអីដែលសំខាន់គឺបងប្អូនមិនព្រួយបារម្ភឬក៏ពិបាកចិត្តថាមិនដឹងគិតនេះធ្វើមិនអាចទៅនោះទៅណាយើងមិនធ្លាប់មានបទពិសោធន៍ឬក៏អីបងប្អូនមិនបារម្ភទេដូចជាក់ស្ដែងសម្រាប់គ្រូបង្វឹកឬក៏គាត់ជាទីប្រឹក្សាផ្នែកជំនាញទៅលើ business នេះគឺគាត់នៅជាមួយបងប្អូនមិនថាការចុះទៅតាមខេត្តឬក៏បែបណាដើម្បីរៀបចំបងប្អូនទាំងអស់គ្នាដូចជាក់ស្ដែងនេះសកម្មភាពរបស់អ្នកគ្រូបានអញ្ជើញចុះទៅរៀបចំដូចគាត់ឬក៏មើលប្លង់ទីតាំងប្រភេទអាជីវកម្មរបស់អ្នកគ្រូផ្ទាល់ដែលនៅខេត្តអញ្ចឹងបងប្អូនទាំងអស់គ្នាមិនបាច់ព្រួយបារម្ភទេបើសិនជាកំពុងតែមានផលវិបាកសម្រាប់នៅក្តីសុបិនខ្លួនឯងឬក៏ business ខ្លួនឯងកំពុងតែជួបឧបសគ្គណាមួយអាចចង់ប្រឹក្សាឬក៏ coaching ឬក៏ចង់ទទួលសេវាកម្ម Specialist Advisor នេះបងប្អូនអាចទំនាក់ទំនងកាន់លេខ Telegram នេះបានអរគុណ